បាទសូមជម្រាបសួរបងប្អូនពុកម៉ែថ្ងៃនេះខ្ញុំបាទសូមចេញវីដេអូឃ្លីបអប់រំមួយបាទតាក់ទងនឹងចំណីអាហារជាពិសេសសូមផ្ដាំផ្ញើទៅដល់មេដាបៃតានិងអាណាព្យាបាលបាទគប្បីប្រយ័ត្នចំពោះអាហារចំណីនិងភេសជ្ជៈមួយចំនួនដែលមកពីខាងកើតនិងខាងលិចបាទពីព្រោះថាកូនតូចនៅផ្ទះនៅសាលារៀនបាទទៅកន្លែងចាប់ហួយទៀមតូបលក់ដូរផ្សេងបាទតែងតែលួចទិញអាហារកែច្នៃប្រហិតមីឬក៏ភេសជ្ជៈជាពិសេសបាទគឺម្ហូបដែលមកពីខាងវៀតណាមមកពីខាងថៃអញ្ចឹងគឺមានហានិភ័យច្រើនណាស់ដោយសារតែបច្ចុប្បន្ននេះយើងឃើញហើយជាតិពុលជាតិគីមីនឹងច្រើនដែលហូរចូលតាមច្រកបាទទ្វារអញ្ចឹងក៏សូមបាទសំណូមពរដល់ថ្នាក់ដឹកនាំក៏ដូចជាមន្ត្រីគួយដែលយាមការពារច្រកព្រំដែនបាទច្រកទ្វារត្រីសេដ្ឋកិច្ចកម្មគនត្រូលសូមមេត្តាត្រួតពិនិត្យបាទឲ្យបានម៉ឺងម៉ាត់ព្រោះថាសុខភាពប្រជាពលរដ្ឋសំខាន់ណាស់បាទអញ្ចឹងក៏សូមផ្ដាំផ្ញើទៅដល់បាទលោកឪពុកអ្នកម្ដាយអាណាព្យាបាលក៏បីប្រយ័ត្នកំពៀមើលថែកូនចិញ្ចឹមដោយសេចក្តីស្រឡាញ់និងអាណិតបាទបើសិនយើងបដែតបដោយទៅបាទកូនរបស់យើងនឹងអាចគ្រោះថ្នាក់ពីព្រោះថាកាពះពវៀនបាទគ្នានៅខ្ចីណាស់បើសិនជាយើងបដែតបដោយឲ្យញ៉ាំមីញ៉ាំភេសជ្ជៈកំប៉ុងឬក៏របស់កែច្នៃផ្សេងណាបាទគឺមានហានិភ័យអញ្ចឹងក៏បីយើងហូបបាទនំខ្មែររបស់យើងក៏ដូចជាបាទផ្លែឈើដែលជារបស់ខ្មែរយើងគឺមានសុខភាពល្អដល់កូនហើយមួយវិញទៀតក៏បីកុំបៀមបបរបាយឬក៏នំចំណីដាក់នឹងមាត់ទោះវាក្តៅយ៉ាងណាក៏ដោយពីព្រោះថាជួនកាលយើងមានរោគរបេងឬក៏រោគគេហៅថាថ្លើមអីដល់យើងបញ្ចុកកូនទៅវាមានហានិភ័យអាចឆ្លងនៅជំងឺណាមួយដែលយើងមិនបានដឹងខ្លួនបាទសូមអរគុណ